ជម្រាបទួយ៉ាខ្ញុំឈ្មោះជួនលៀតនៅភូមិសំរងឃុំឡាំងដៃចាបទពិសោធន៍ខ្ញុំរយៈពេល3ឆ្នាំហើយប៉ុន្តែខ្ញុំដាំចូលគ្នាសពតមកផ្សេងយ៉ាមានសសក់មានលពៅមានននងឃ្លូតែអមរះមូលគាត់នេះរបស់ក្រុមហ៊ុន KC ទើបដំណើរទី1ទេនេះទើបដំបេះទទួលទិន្នផលបានល្អអត់មានមីស្រាំងចុចនឹងតិចទេផ្លែល្អពីមុនមកខ្ញុំធ្លាប់ដាំតាផ្លែអាកំប៉ុងនិងផ្លែអារំយោលនោះរះកុំមូលគាត់នេះទើបដាំលើកទី1ដីកំឡះហាត់ជាងចាខ្ញុំមូលផលរឿងរាល់ថ្ងៃហើយបាន170គីឡូទៅ200ហើយវាឡើងចុះអត់ទាន់ទៀងទិន្នផលមរះហើយមូលគាត់នេះខ្ញុំប្រមូលផលបានរយៈពេល1ខែហើយចាបើនៅទៅមុខនេះទៀតកំពុងតែដើមដងនៅតែល្អមូលហេតុដែលខ្ញុំជ្រើសរើសពូជមូលគាត់ដោយសារទិន្នផលល្អធន់នឹងអាកាសធាតុផ្ដល់ទិន្នផលខ្ពស់វាតម្រូវការទីផ្សារថ្មីគេពេញនិយមជាពិសេសវាធន់នឹងជំងឺតែទំហំផ្លែរបស់វាស្អាតចាហូបទៅអត់សូវល្វីងខ្លាំងទេព្រោះបញ្ហាទីផ្សារវិញក្នុងការប្រមូលផលរាល់ថ្ងៃវាឈ្មោះជំយោដល់កលែងមិនមានសល់1គីឡូទេឡើយក៏ខ្ញុំឬការដាំបន្ថែមទៀតហើយ